ជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាម្ដងទៀតថ្ងៃនេះគឺជាវីដេអូទី8នៃមេរៀន complex ហើយថ្ងៃនេះដែរគឺយើងមានលំហាត់គណនាស្វ័យគុណនៃ e ដែលយើងមាន3លំហាត់ក e ស្វ័យគុណ99លំហាត់ខ e ស្វ័យគុណ168លំហាត់ក e ស្វ័យគុណ2222ដល់ e ស្វ័យគុណ3201អញ្ចឹងដើម្បីដោះស្រាយលំហាត់នឹងបានមុននេះជាមុនសិនថាតើ e ក្រេស្មើប៉ុន្មាន e សេគុណ3ស្មើប៉ុន្មាន e សេគុណ4ស្មើប៉ុន្មានអូខេអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាតកតងជាមួយនឹងរូបមន្តនេះបន្តិចមុននឹងយើងដោះស្រាយអូខេស្វ័យគុណនៃ e កាលណា e ស្វ័យគុណ1 e ស្វ័យគុណ1គឺស្មើទៅ e ដដែលទេណាបងប្អូន e ស្វ័យគុណ1ស្មើនឹង e អូខេចំណែក e ក្រេe ក្រេគឺស្មើដក1សាររូបមន្តយើង e ក្រេស្មើដក1អញ្ចឹងយើងត្រូវ e ស្វ័យគុណ3 e ស្វ័យគុណ3យើងអាចសរសេរថា e ក្រេគុណនឹង e ដោយសារ e ក្រេស្មើដក1អញ្ចឹងដក1គុណ e យើងបានដក e អញ្ចឹងយើងត្រូវដឹងថាគុណស្វ័យ e ស្វ័យគុណ2ស្មើដក1 e ស្វ័យគុណ3ស្មើដក e ចំណែក e ស្វ័យគុណ4 e ស្វ័យគុណ4មានន័យថា e ក្រេគុណ e ក្រេត្រូវទេe ក្រេគុណ e ក្រេស្មើនឹង e សេគុណ4អញ្ចឹង e ក្រេស្មើដក1គុណដក1វាបានបូក1អូខេអញ្ចឹងស្វ័យគុណ4ស្មើនឹងបូក1ស្វ័យគុណ2ស្មើនឹងដក1ស្វ័យគុណ3ស្មើនឹងដក e ចំណែកឯស្វ័យគុណ 4k ស្វ័យគុណ 4k ឧទាហរណ៍ថា e ស្វ័យគុណ8 e ស្វ័យគុណ8យើងអាចសរសេរថា e ស្វ័យគុណ4គុណនឹង2ចឹង e សេគុណ12យើងអាចសេថា4គុណនឹង3អញ្ចឹងមាន 4k គឺបែបហ្នឹងអញ្ចឹងកាលណា e សេគុណ 4k គឺតែងតែស្មើ1ជានិច្ចគឺដូចជានឹង e សេគុណ4ជានិច្ចអូខេចំណែក e សេគុណ 4k បូក1ទៀតថា e សេគុណ9យើងអាចសេថា4គុណ2បូក1អញ្ចឹងយើងអាចសរសេរថា e សេគុណ 4k គុណឲ្យ eគុណ e គឺយើងទទួលបាន e សេគុណ 4k បូក1ដោយសារ e សេគុណ 4k វាស្មើ1អញ្ចឹង1គុណនឹង e គឺបាន e ចម្លើយគឺ e អញ្ចឹងយើងត្រូវបំបែកគ្រប់ស្វ័យគុណធំទាំងអស់ទៅជាទម្រង់ 4k បូក1បើសិនជា 4k បូក2ទៀតថា e ស្វ័យគុណ10 e សេគុណ10យើងអាចសេថា e ស្វ័យគុណ4គុណ2បូក2ថា4គុណ2 8 8បូក2 10អញ្ចឹង e សេគុណ4គុណ2នេះយើងអាចស្មើនឹង1ចំណែក e ក្រេវាស្មើនឹងដក1អញ្ចឹង1គុណដក1យើងបានដក1អូខេចំណែក e សេគុណ 4k បូក3ដោយសារតែ e សេគុណ 4k នេះគឺស្មើនឹង1ចំណែក e សេគុណ3ស្មើនឹងដក e អញ្ចឹងចម្លើយចេញមកគឺដក e អូខេយល់បងប្អូនអញ្ចឹងយើងនឹងដោះស្រាយលំហាត់ជាមួយគ្នាលំហាត់ក e សេគុណ99អញ្ចឹងដើម្បីដោះស្រាយបានយើងយកអាលេខ99ហ្នឹងចែកជាមួយនឹង4មកបានយើងមើលរូបមន្តនេះទៅយើងសរសេរទៅជាទម្រង់ 4k តែ 4k បូក1បូក2ឬក៏បូក3អូខេអញ្ចឹងយើងកណនាលេខនេះមក e សេគុណ99អញ្ចឹង e សេគុណ99យើងយកចែកនឹង4យើងបាន24តែលេខហ្នឹងចែកឲ្យដាច់ទេយើងនៅសល់សំណល់3ទៀតអញ្ចឹងយើងអាចសរសេរថា e ស្វ័យគុណ4គុណនឹង24បូកនឹង3យើងសាកគុណលេខនេះទៅវាបាន12 16ត្រា1 96អូខេ e ស្វ័យគុណ4គុណនឹង24នេះវាបាន96អញ្ចឹង96បូក3វាបាន99អញ្ចឹងវាចូលទម្រង់ e ស្វ័យគុណ 4k បូក3អូខេ e សេគុណ 4k បូក3គឺស្មើនឹងដក e យើងយករូបមន្តនេះមកប្រើមកស្មើនឹងដក e ចំណែកលំហាត់ខគឺ e សេគុណ168អញ្ចឹងយើងយក168នេះចែកនឹង4មកយើងបានប៉ុន្មានបើសិនជានៅសល់សំណល់ហ្នឹងគឺបូកប៉ុណ្ណាអូខេអញ្ចឹងប៉ុន្តែស្រាប់តែយើងចែកនឹង4ទៅវាចែកដាច់អញ្ចឹងចែកដាច់វាបាន4គុណនឹង42គឺលេខនេះចែកដាច់អត់មានសំណល់ទេអញ្ចឹងអត់មានបូកតទៀតទេអញ្ចឹង e សេគុណ4គុណនឹង42
chẳng vì cho tổng đồng y sẽ còn 4k chẳng y sẽ còn 4k vì sao năng mùi ok hát trong cõi y sẽ còn pi pon pi rồi mà phải pi đòi y sẽ còn bay pon pi rồi mùi chẳng dân do tu thì mùi lại sẽ còn màu viết nếu dân do chạy được buồn nó dân do chạy được buồn tao về chạy đắt rồi comment sầm nọ phần mát khi dân đã bộ phần này tu thì mũi dân do pi pon pi rồi mà phải pi chạy được 4 việc bán cam rồi 28 hay là sao sầm nọ pi dân ai sẽ đạt 4 con nè 528 bộ pi toán nó tốn vốn ok dân tua tìm mũi dân sẽ bàn phần ấy trên này tua tìm phí y sẽ còn bay pon pi rồi mũi dân cho chạy được 4 tới bị ban phòng vậy rồi và tái nó sao mà mùi chứng dân ai sẽ là y sẽ còn 4 con phòng vậy rồi bột mùi chân vi cho tổng đồng y sẽ còn 4k bột pi đòi y sẽ còn 4k bột mùi ok trên này nhưng mà tua tổng đồng ấy y sẽ còn 4k bột pi mà y sẽ còn 4k bột pi mà đỏ mũi ok đỏ mũi vì vậy y sẽ còn 4k bột mũi mà là y chân đỏ mũi đỏ y dân đi cứ chia chùm lại đây làm hạt cỡ hay làm hạt nhà nâng cư dân mình đã bay làm hạt đăng tế xin cầm thà bông nâng ác đỏ sài làm hạt bọc hệt chỉ xoay con này y bán hay bông thời trăm rụng một tiếng ổn ý nó bây giờ bông thôi làm hạt căn được chán viên nâng trăm anh tẹo tông chỉ mùi nâng rụng một xoay con y này hơi bà sẵn chỉ bông nên sủng nốt ai xu nâng khăn video bạn cuốn chụp nên video cầu